ពុទ្ធភាសិតខន្តិវៈពួកធរនិយាយអំពីសេចក្តីអត់ធន់ពួកសមណព្រាហ្មណ៍មានការអត់ធន់ជាកម្លាំងសេចក្តីអត់ធន់ជាតបធរដ៏ឧត្តមសេចក្តីបរិសុទ្ធពុំមែនមានដោយការស្រោចទឹកទេបុគ្គលដែលឈ្មោះថាព្រាហ្មណ៍អ្នកបរិបូរដោយគុណធម៌គឺសេចក្តីអត់ធន់និងសេចក្តីស្ងប់ស្ងៀមនិងបុគ្គលអ្នករំលត់ទុកបាននោះមិនមានសប្បុរសអ្នកមានខន្តីគប្បីបាននៅសេចក្តីចម្រើនណាសេនាធំព្រមដោយព្រះរាជាកាលច្បាំងគ្នាមិនគប្បីបាននៅសេចក្តីចម្រើននោះទេពាក្យទាំងឡាយរបស់បុគ្គលអ្នកមានខន្តីជាកម្លាំងរមែងស្ងប់រងាប់បាន